មកស្គាល់កីឡាករចាស់ភាសាជាងគេទាំង3រូបនៅក្នុងក្រុមជម្រើសជាតិកម្ពុជាត្រៀមការប្រកួតមិត្តភាពនាពេលខាងមុខនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកោះហៅសមាជិកក្រុម Nagaworld ខ្សែបម្រើសុស៊ូហាណាដើម្បីមកជំនួសតំណែងកីឡាករវ័យក្មេងជូសន្តិដែលមានបញ្ហារបួសដើម្បីមកប្រមូលផ្ដុំវឹកហាត់សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិវៀតណាមនិងក្រុមជម្រើសជាតិអារ៉ូបានាពេលខាងមុខនេះគួរឲ្យដឹងផងដែរថាក្នុងចំណោមបញ្ជីឈ្មោះកីឡាករចំនួន23នាក់ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកសញ្ជាតិជប៉ុនគូជីខ្យូតូកូមានកីឡាករចៅភាសា3រូបដែលនៅតែបន្តជួបឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជាឈុតធំខណៈកីឡាករលេងសម័យកាលជាមួយគ្នានៅមានតិចតួចដែលនៅបន្តលេងឲ្យក្លឹបនៅក្នុងលីកកំពូលកម្ពុជាដោយកីឡាករទាំង3នាក់នោះរួមមានទី1ខ្សែការពាររបស់ព្រះខ័នរាជស្វាយរៀងសារ៉េតគ្រីយ៉ារូបគេត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ2017ដោយបានបង្ហាញខ្លួនបានចំនួន36ប្រកួតនិងរកគ្រាប់បាល់បាន1គ្រាប់ទី2ខ្សែការពារស៊ឺវិសាលអាយុ29ឆ្នាំត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ2014រូបគេបានបង្ហាញខ្លួនក្នុងនាមជាខ្សែការពារបានចំនួន83ប្រកួតក្នុងនោះរកគ្រាប់បាល់បាន5គ្រាប់ទី3ខ្សែបម្រើសុស៊ូហាណាដែលត្រូវបានអ្នកគាំទ្រដាក់រហស្សនាមថាផ្កាឌីគ្រប់រដូវជាកីឡាករបានជួបជម្រើសជាតិកម្ពុជាយូរជាងគេនិងជាកីឡាករមានអាយុច្រើនជាងគេក្នុងចំណោមកីឡាករ23នាក់ដែលត្រូវបានជ្រើសរើសដោយរូបគេបានជួបជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ2012ដោយបានបង្ហាញខ្លួនចំនួន77ប្រកួតនិងរកគ្រាប់បាល់បាន4គ្រាប់